តើមនុស្សស្រីដល់ចំណុចកំពូលដោយរបៀបណាសញ្ញាជីវសាស្ត្រ7យ៉ាងដែលវិទ្យាសាស្ត្របានរកឃើញតើអ្នកធ្លាប់ឆ្ងល់ទេថាពេលមនុស្សស្រីឈានដល់ចំណុចកំពូលតើរាងកាយនិងខួរក្បាលមានការផ្លាស់ប្ដូរអ្វីខ្លះមនុស្សជាច្រើនគិតថាវាគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះប៉ុន្តែតាមវិទ្យាសាស្ត្រនេះគឺជាប្រតិកម្មជីវសាស្ត្រដែលពាក់ព័ន្ធនឹងខួរក្បាលប្រព័ន្ធសរសៃប្រសាទអរម៉ូននិងសរសៃឈាមដែលអាចវាស់ស្ទង់បាននៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់ជាមួយគ្នាអំពីសញ្ញាជីវសាស្ត្រទាំង7យ៉ាងដែលការស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញដើម្បីជួយឲ្យលោកអ្នកយល់កាន់តែច្បាស់ពីយន្តការធម្មជាតិនៃរាងកាយនិងថែរក្សាសុភមង្គលគ្រួសារប្រកបដោយវិជ្ជាការសិក្សា clinic ជាច្រើនបានបង្ហាញថាការឆ្លើយតបរបស់រាងកាយស្ត្រីក្នុងសកម្មភាពជិតស្និទ្ធមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូច្នេះមិនមានស្តង់ដារណាមួយដែលអាចយកមកប្រៀបធៀបគ្នាបានឡើយភាពខុសគ្នារវាងមនុស្សម្នាក់ៗគឺជារឿងធម្មតាទាំងស្រុងទិន្នន័យស្រាវជ្រាវបានរកឃើញថាស្ត្រីមួយចំនួនអាចជួបប្រទះប្រតិកម្មធម្មជាតិនេះតាមរបៀបផ្សេងៗគ្នាទៅតាមលក្ខខណ្ឌសុខភាពកាយនិងផាសុខភាពផ្លូវចិត្តដូច្នេះការយល់ដឹងពីសញ្ញាពិតប្រាកដតាមបែបវិទ្យាសាស្ត្រនឹងជួយកាត់ផ្តាច់រាល់ការយល់ច្រឡំនិងកាត់បន្ថយសម្ពាធចិត្តសាស្ត្រក្នុងជីវិតអាពាហ៍ពិពាហ៍បានយ៉ាងច្រើនសញ្ញាទី1ការផ្លាស់ប្ដូរទម្រង់ដកដង្ហើមនៅពេលរាងកាយចាប់ផ្ដើមទទួលសញ្ញាភ្ញូចប្រព័ន្ធសរសៃប្រសាទស្វយ័តនិងចាប់ផ្ដើមដំណើរការភ្លាមៗយន្តការនេះធ្វើឲ្យទម្រង់នៃការដកដង្ហើមរបស់ស្ត្រីមានការប្រែប្រួលដោយស្វ័យប្រវត្តិដោយការដកដង្ហើមនឹងចាប់ផ្ដើមញាប់ខ្លីនិងជ្រៅជាងមុនការប្រែប្រួលទម្រង់ដកដង្ហើមនេះគឺជាការឆ្លើយតបរបស់រាងកាយក្នុងគោលបំណងស្រូបយកបរិមាណអុកស៊ីហ្សែនឲ្យបានកាន់តែច្រើនដើម្បីជំរុញទៅចិញ្ចឹមកោសិកាសរសៃប្រសាទនិងសាច់ដុំដែលកំពុងសកម្មសញ្ញាទី2ការកើនឡើងនៃចង្វាក់បេះដូងស្របពេលជាមួយគ្នានឹងការប្រែប្រួលដង្ហើមប្រព័ន្ធសរសៃឈាមបេះដូងក៏បង្កើតនូវការឆ្លើយតបយ៉ាងខ្លាំងក្លាផងដែរចង្វាក់បេះដូងរបស់ស្ត្រីនឹងកើនឡើងខ្ពស់ជាងកម្រិតធម្មតាបណ្ដោះអាសន្នរួមជាមួយសម្ពាធឈាមដែលហក់ឡើងបន្តិចយន្តការជីវសាស្ត្រនេះមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលំហូរឈាមរត់ឲ្យលឿននិងខ្លាំងក្លាទៅកាន់គ្រប់សរីរាង្គទូទាំងរាងកាយជាពិសេសគឺតំបន់អាងត្រគាកដើម្បីបង្កើតភាពរស់រវើកដល់កោសិកាទទួលសញ្ញាទី3ការកន្ត្រាក់ជាចង្វាក់នៃសាច់ដុំអាងត្រគាកនេះគឺជាសញ្ញា clinic ដ៏ច្បាស់លាស់និងសំខាន់បំផុតមួយនៃការឈានដល់ចំណុចកំពូលរបស់ស្ត្រីនៅក្នុងដំណាក់កាលកំពូលខួរក្បាលនឹងបញ្ជូនសញ្ញាអគ្គិសនីមកជំរុញឲ្យមានការកន្ត្រាក់ជាចង្វាក់ការកន្ត្រាក់នេះកើតឡើងជាចង្វាក់ក្នុងរយៈពេលខ្លីហើយជាប្រតិកម្មស្វ័យប្រវត្តិរបស់រាងកាយដែលជួយរំសាយរាល់ការកកកុញនៃលំហូរឈាមនិងភាពតានតឹងរបស់សាច់ដុំដែលបានប្រមូលផ្ដុំពីដំបូងសញ្ញាទី4ការហក់ឡើងខ្លាំងនៃអរម៉ូនអុកស៊ីតូស៊ីននៅពេលដែលរាងកាយឈានដល់ដំណាក់កាលកំពូលនៃការឆ្លើយតបតាមសរីរវិទ្យាក្រពេញក្រោមខួរក្បាលនឹងបញ្ចេញអរម៉ូនអុកស៊ីតូស៊ីននិងអង់ដូហ្វីនចូលទៅក្នុងចរន្តឈាមយ៉ាងគំអរម៉ូនអុកស៊ីតូស៊ីនត្រូវបានគេស្គាល់ថាជាអរម៉ូននៃការផ្សារភ្ជាប់ទំនាក់ទំនងព្រោះវាបង្កើតឲ្យមានអារម្មណ៍ស្រឡាញ់កក់ក្ដៅនិងទុកចិត្តលើដៃគូយ៉ាងខ្លាំងភ្លាមបន្ទាប់ពីប្រតិកម្មនោះយន្តការគីមីសាស្ត្រក្នុងខួរក្បាលនេះដើរតួជាភ្នាក់ងារពង្រឹងសុខភាពផ្លូវចិត្តនិងបន្តឹងចំណងអាពាហ៍ពិពាហ៍ឲ្យកាន់តែស្អិតល្មួតសញ្ញាទី5ស្ថានភាពស្ងប់ស្ងាត់នៃរលកខួរក្បាលការសិក្សាដោយប្រើម៉ាស៊ីនស្កេនខួរក្បាល fMRI បានបង្ហាញថាតំបន់មួយចំនួនដែលពាក់ព័ន្ធនឹងការគ្រប់គ្រងការភ័យខ្លាចនិងការវាយតម្លៃខ្លួនឯងមានសកម្មភាពថយចុះនៅសកម្មភាពជាបណ្ដោះអាសន្ននៅខណៈពេលដែលស្ត្រីឈានដល់ចំណុចកំពូលផ្នែកខ្លះនៃខួរក្បាលដែលគ្រប់គ្រងការភ័យព្រួយនិងការភ័យខ្លាចត្រូវបានកាត់បន្ថយសកម្មភាពស្ទើរតែទាំងស្រុងស្ថានភាពនេះបង្កើតឲ្យមានស្ថិរភាពរលកខួរក្បាលបែបស្ងប់ស្ងាត់បំផុតដែលជួយឲ្យស្ត្រីរំសាយរាល់ stress តានតឹងនិងសម្ពាធផ្លូវចិត្តទាំងឡាយចេញពីរាងកាយភ្លាមសញ្ញាទី6ការប្រែប្រួលផ្លូវអារម្មណ៍ភ្លាមដោយសារតែការហូរចូលយ៉ាងគំហុកនៃសារធាតុគីមីរីករាយនិងការកាត់បន្ថយសកម្មភាពនៃតំបន់ថប់បារម្ភក្នុងខួរក្បាលស្ត្រីជាច្រើនអាចនឹងជួបប្រទះការប្រែប្រួលផ្លូវអារម្មណ៍ភ្លាមបន្ទាប់ពីការឈានដល់ចំណុចកំពូលការឆ្លើយតបរបស់រាងកាយនេះអាចស្ដែងចេញជាទម្រង់ខុសៗគ្នាដូចជាការសើចដោយក្តីសុខការស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនឬការដកដង្ហើមធំវែងធ្មេញដើម្បីរំសាយអារម្មណ៍ទោះជាយ៉ាងណាមិនមែនមនុស្សគ្រប់រូបសុទ្ធតែមានប្រតិកម្មដូចគ្នានោះទេនេះជារឿងធម្មជាតិទាំងស្រុងមិនមែនជាសញ្ញានៃភាពមិនប្រក្រតីឡើយសញ្ញាទី7ស្ថានភាពសាច់ដុំធូរស្រាលនិងចង់សម្រាកបន្ទាប់ពីឆ្លងកាត់យន្តការកន្ត្រាក់និងលំហូរឈាមរត់យ៉ាងខ្លាំងក្លារួចមករាងកាយនឹងឈានចូលដល់ដំណាក់កាលសម្រាកសាច់ដុំទូទាំងរាងកាយដែលធ្លាប់តែតានតឹងនឹងត្រូវរំសាយឲ្យធូរស្រាលភ្លាមចង្វាក់បេះដូងនិងដង្ហើមចាប់ផ្ដើមត្រឡប់មកសភាពធម្មតាវិញ
ឥទ្ធិពលនៃអរម៉ូនដែលនៅសេសសល់នឹងធ្វើឲ្យស្ត្រីមានអារម្មណ៍ងងុយគេងនិងចង់សម្រាកលង់លក់ប្រកបដោយផាសុកភាពខ្ពស់គន្លឹះយល់ដឹងផ្នែកវិទ្យាសាស្ត្រការសិក្សាវិទ្យាសាស្ត្របានបង្ហាញថាมันមានសញ្ញាជីវសាស្ត្រណាមួយដែលអាចប្រើតែមួយមុខដើម្បីបញ្ជាក់ថាមនុស្សម្នាក់បានឈានដល់ចំណុចកំពូលនោះទេជាទូទៅគឺជាការរួមបញ្ចូលគ្នានៃការផ្លាស់ប្ដូរផ្នែករាងកាយអារម្មណ៍និងប្រព័ន្ធសរសៃប្រសាទកណ្ដាលដែលបង្កើតបានជាបទពិសោធន៍សរីរវិទ្យានេះតើហេតុអ្វីសញ្ញាទាំងនេះខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់មនុស្សយើងម្នាក់ៗមានលក្ខណៈជីវសាស្ត្រប្លែកៗពីគ្នាដូច្នេះហើយប្រតិកម្មធម្មជាតិរបស់រាងកាយក៏មិនអាចដូចគ្នាទាំងស្រុងនោះដែរកត្តាសំខាន់ជាច្រើនដូចជាអាយុវត្តរដូវកម្រិតតុល្យភាពអរម៉ូនគុណភាពនៃការគេងសម្រាកកម្រិត stress ប្រចាំថ្ងៃនិងផលរំខានពីថ្នាំព្យាបាលជំងឺមួយចំនួនសុទ្ធតែដើរតួនាទីយ៉ាងធំធេងក្នុងការប្រែប្រួលនៃសញ្ញាទាំងនេះការប្រែប្រួលទាំងនេះបង្ហាញថារាងកាយស្ត្រីមានភាពទន់ភ្លន់និងទាមទារនូវការយល់ដឹងក៏ដូចជាការថែទាំខុសៗគ្នាទៅតាមបរិបទជីវិតរបស់បុគ្គលម្នាក់ៗគួរចងចាំថាมันមានវិធីណាមួយដែលអាចផ្លាស់ប្ដូរសុខភាពបានក្នុងរយៈពេលខ្លីនោះទេការផ្លាស់ប្ដូរដែលមាននិរន្តរភាពកើតចេញពីទម្លាប់ល្អៗដែលអនុវត្តជាប្រចាំការបកស្រាយការយល់ខុសដើម្បីកសាងការយល់ដឹងដ៏ត្រឹមត្រូវយើងមកពិនិត្យមើលការពិតចំនួន6យ៉ាងការយល់ខុសទី1ស្ត្រីគ្រប់រូបត្រូវតែបង្ហាញសញ្ញាជីវសាស្ត្រទាំងនេះដូចគ្នាបេះបិទនៅរាល់ពេលមានសកម្មភាពជិតស្និទ្ធការពិតមិនត្រឹមត្រូវទេប្រតិកម្មធម្មជាតិរបស់រាងកាយស្ត្រីមានភាពបត់បែននិងខុសគ្នាទៅតាមកាលៈទេសៈនិងបុគ្គលម្នាក់ៗការយល់ខុសទី2ការមិនឈានដល់ចំណុចកំពូលមានន័យថាស្ត្រីម្នាក់នោះលែងមានសេចក្តីស្រឡាញ់ចំពោះដៃគូការពិតមិនត្រឹមដោយដែលបានបកស្រាយក្នុងវីដេអូមុនសម្ពាធការងារ stress និងអរម៉ូនគឺជាសត្រូវរារាំងយន្តការនេះមិនមែនមកពីចិត្តស្រឡាញ់ឡើយការយល់ខុសទី3ប្រសិនបើមិនមានសញ្ញាទាំងនេះទាំងអស់នោះមានន័យថាមិនបានឈានដល់ចំណុចកំពូលទេការពិតមិនត្រឹមត្រូវទេមនុស្សម្នាក់ៗអាចមានការឆ្លើយតបរបស់រាងកាយខុសៗគ្នាហើយមិនចាំបាច់បង្ហាញសញ្ញាទាំងអស់ក្នុងពេលតែមួយឡើយការយល់ខុសទី4ប្រសិនបើស្ត្រីមិនអាចសម្រេចបាននៅចំណុចកំពូលនោះមានន័យថាទំនាក់ទំនងអាពាហ៍ពិពាហ៍ទាំងមូលបរាជ័យការពិតមិនត្រឹមត្រូវទេភាពជិតស្និទ្ធនិងការពេញចិត្តក្នុងទំនាក់ទំនងមិនត្រូវបានវាស់វែងត្រឹមតែរឿងតែមួយនេះឡើយការយល់ខុសទី5ស្ត្រីវ័យក្មេងមិនដែលជួបប្រទះភាពពិបាកក្នុងការឈានដល់ចំណុចកំពូលនោះទេការពិតមិនត្រឹមត្រូវទេស្ត្រីគ្រប់វ័យអាចជួបប្រទះបញ្ហានេះដូចគ្នាប្រសិនបើពួកគេជួបសម្ពាធផ្លូវចិត្តឬរងបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរការយល់ខុសទី6បញ្ហានៃការឆ្លើយតបផ្លូវភេទនេះមិនអាចកែប្រែឬស្វែងរកដំណោះស្រាយបានឡើយការពិតមិនត្រឹមត្រូវទេតាមរយៈការកសាងរបៀបរស់នៅល្អការសន្ទនាដោយបើកចំហនិងការប្រឹក្សាវិទ្យាសាស្ត្របញ្ហានេះអាចកែលម្អបានយ៉ាងប្រសើរពេលណាដែលគួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញការប្រែប្រួលធម្មជាតិនៃរាងកាយជារឿងធម្មតាប៉ុន្តែលោកអ្នកគួរតែស្វែងរកការពិនិត្យផ្នែកវិទ្យាសាស្ត្រប្រសិនបើជួបប្រទះលក្ខខណ្ឌដូចខាងក្រោមការបាត់បង់រាល់ប្រតិកម្មធម្មជាតិរបស់រាងកាយទាំងស្រុងក្នុងរយៈពេលវែងលើសពី6ខែដែលបង្កជាក្តីកង្វល់ឬសម្ពាធផ្លូវចិត្តខ្លាំងប្រសិនបើការប្រែប្រួលនេះកើតឡើងភ្លាមៗបន្ទាប់ពីចាប់ផ្ដើមប្រើប្រាស់ថ្នាំព្យាបាលជំងឺថ្មីឬក្រោយការវះកាត់តំបន់អាងត្រគាកមានអារម្មណ៍ឈឺចាប់ខ្លាំងឬមិនស្រណុកសុខស្រួលរាល់ពេលមានសកម្មភាពជិតស្និទ្ធមានរោគសញ្ញារួមផ្សំនៃជំងឺថប់បារម្ភជំងឺបាក់ទឹកចិត្តដែលទាមទារការពិគ្រោះយោបល់ជាមួយគ្រូពេទ្យរោគស្ត្រីឬគ្រូពេទ្យឯកទេសសុខភាពផ្លូវចិត្តប្រសិនបើលោកអ្នកមានបញ្ហាសុខភាពឬរោគសញ្ញាដែលបន្តយូរសូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានការវាយតម្លៃនិងការព្យាបាលសមស្របសូមចងចាំថាការប្រែប្រួលចំណង់ធម្មជាតិឬភាពពិបាកក្នុងការឈានដល់ចំណុចកំពូលមិនមែនជាសញ្ញានៃភាពបរាជ័យឬការបាត់បង់សេចក្តីស្រឡាញ់នោះទេនៅក្នុងករណីភាគច្រើនវាគ្រាន់តែជាសារៈមួយពីរាងកាយដែលកំពុងប្រាប់ថាវាត្រូវការសម្រាកការថែទាំនិងការយកចិត្តទុកដាក់បន្ថែមតែប៉ុណ្ណោះការយល់ដឹងត្រឹមត្រូវគឺជាជំហានដំបូងក្នុងការថែរក្សាទាំងសុខភាពនិងទំនាក់ទំនងឲ្យបានយូរអង្វែងការប្រាស្រ័យទាក់ទងដោយបើកចំហការយល់ចិត្តគ្នាទៅវិញទៅមកនិងការស្វែងរកជំនួយពីអ្នកជំនាញនៅពេលចាំបាច់គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាទាំងសុខភាពនិងទំនាក់ទំនងឲ្យមានសុភមង្គលយូរអង្វែងប្រសិនបើលោកអ្នកបានរៀនអ្វីថ្មីពីវីដេអូនេះសូមចុច like និង share ដើម្បីចែករំលែកចំណេះដឹងវិទ្យាសាស្ត្រនេះទៅកាន់មនុស្សជុំវិញខ្លួនកុំភ្លេច subscribe channel Healthy XY ដើម្បីទទួលបានមាតិកាសុខភាពថ្មីៗដែលគួរឲ្យទុកចិត្តសូមអរគុណនិងជូនពរឲ្យលោកអ្នកមានសុខភាពល្អនិងមានសុភមង្គលជានិច្ច
ការបញ្ជាក់វីដេអូនេះមានគោលបំណងផ្ដល់ចំណេះដឹងសុខភាពទូទៅប៉ុណ្ណោះមិនអាចជំនួសការពិនិត្យឬការពិគ្រោះយោបល់ផ្ទាល់ជាមួយវេជ្ជបណ្ឌិតជំនាញបានទេ